Welcome today in my life អូយបាត់មកខ្ញុំយូរហើយដោយសារអីខ្ញុំចូលលវនេះក៏ត្រឡប់មកវិញដែរជាមួយនឹង vlog ថ្មីក្បាលទៀតប្រហែលជាម្ចាស់តោះដឹងនិយាយសកម្មអីផងតែឥឡូវចូលការងារយិនវិញនិយាយទៅថ្ងៃនេះគឺខ្ញុំនឹងធ្វើ planning ធំមែនតើសម្រាប់ខែ2ប៉ុន្តែយើងបានចេញ result រួចរាល់បងប្អូនទាំងគ្នាអាចចែកមើលនៅក្នុង page Sumo Buffet បានគឺមិនថាជាប្រភេទ buffet set soup ឬក៏អាហារនៅក្នុង app ទេនិយាយទៅគឺយើងមានទាំងអស់និយាយថាពី planning នីមួយៗគឺយើងល្អិតល្អន់មែនតើពាក់ព័ន្ធជាមួយនឹងការធ្វើឡើងណាហើយយើងក៏បានទទួលព័ត៌មានពីថ្នាក់លើច្បាស់លាស់បន្ទាប់មកក៏យើងចាប់ផ្ដើមចេញជា planning ធ្វើការ work together ជាមួយនឹង team ការងារប៉ុន្តែមុននឹងធ្វើការជាមួយនឹង team ការងារខ្ញុំត្រូវតែ say take note សិនថាពី plan មួយទៅ plan មួយតើខ្ញុំត្រូវតែធ្វើយ៉ាងម៉េចអីចឹងណាបន្ទាប់មកខ្ញុំក៏ទៅភាសាជាគេហៅថាភាសាជាក្រុមហ្នឹងហើយភាសាជាក្រុមថាតើយើងមាន idea គេអាចចែករំលែកទៅបានប៉ុន្តែខ្ញុំបញ្ជាក់មិនខ្ញុំជាអ្នកធ្វើ poster ព្រោះអីខ្ញុំអត់ប្រកែនៅក្នុងការធ្វើ poster ប៉ុន្តែក៏កំពុងតែរៀនដែរតែអូបើនិយាយវិញណាឲ្យខ្លួនឯង100លើ100មកព្រោះដោយសារការនិយាយគឺប្រកែតែសម្រាប់ការធ្វើដូចជា poster ហ្នឹងវារៀងពិបាកបន្តិចសម្រាប់ខ្ញុំតែអាចជាបញ្ហាគឺខ្ញុំនឹងព្យាយាមធ្វើឲ្យល្អបំផុតដោយសារតែគ្មានអ្វីល្អជាងការដែលយើងរៀនពីគ្នាឬក៏ pass ពីគ្នាទៅវិញទៅមកដែលយើងទទួលបានពីការសិក្សាទៅគ្នាទៅវិញមកនេះការចែករំលែកនៃការងារហើយពាក់ព័ន្ធជាមួយនឹង planning ហ្នឹងគឺធ្វើច្រើនមែនតើបន្ទាប់ពីធ្វើ planning ពីមួយទៅមួយ submit រួចរាល់មកក៏យើងបានបញ្ចប់នៅ planning របស់យើងដែរព្រោះដោយសារតែយើងសិក្សាពី promotion ច្រើនមែនតើហើយបន្ទាប់មកចូលដល់ថ្ងៃត្រង់ហើយថ្ងៃត្រង់នោះក៏ខ្ញុំបានខ្ចប់បាយមកញ៉ាំទៅខ្លួនឯងដែរហើយម្ហូបដែលចេះធ្វើហ្នឹងគឺជៀនពងទាជាមួយនឹងប្រភេទសាច់មាន់ហើយអូយនិយាយពីថាឆ្ងាញ់មែនតើដល់ស្នាដៃខ្លួនឯងទោះហូបកើតមិនកើតក៏ត្រូវតែថាឆ្ងាញ់ដែរព្រោះដោយសារខ្លួនឯងជាអ្នកធ្វើយើងត្រូវតែលើកទឹកចិត្តខ្លួនឯងបន្ទាប់ពីខ្ញុំញ៉ាំបាយថ្ងៃហើយពេលថ្ងៃបន្តិចខ្ញុំទៅធ្វើការទៅថតនៅសាខាទូកកហើយបន្ទាប់មកខ្ញុំជាមួយនឹងធីមការងារក៏បានទៅដល់ទីតាំងទូកកហើយក៏បានតឡាសេសរីក្នុងការចំនួនក្នុងការថតអីចឹងទៅនឹងឯងបងប្អូនទាំងគ្នាហើយខ្ញុំសូមបើកមុខកញ្ចក់តិចកន្លែងនេះព្រោះដោយសារតែមួយថ្ងៃមុនជួបបងម្នាក់ដែលគាត់បានធ្វើការមួយខ្ញុំចឹងណាគាត់ធ្លាប់ធ្វើការមួយខ្ញុំមុនហ្នឹងហើយគាត់សួរខ្ញុំថាសារហេតុអីបដូរពីជំនាញ F&B manager ទៅជា digital marketing វិញខ្ញុំពិបាកក្នុងការអធិប្បាយប៉ុន្តែខ្ញុំឲ្យបងប្អូនទាំងគ្នាយល់នៅក្នុងវីដេអូហ្នឹងហ្មងគឺខ្ញុំរៀបចំប្រភេទសាច់ឬក៏កូនសមុទ្រឡើង clean ស្អាតៗដល់ទៀតទៅខ្ញុំចូលចិត្តការងារ digital marketing ព្រោះតែស្អីម៉ត់ចត់ clean ស្អាតហើយ freelance ទៀតហើយគឺជាការងារដែលខ្ញុំស្រឡាញ់បន្ទាប់ពីខ្ញុំថតនៅសាខាទូកកហើយខ្ញុំត្រឡប់មក TK វិញគឺយើងរៀបចំក្នុងការ live video បន្តផ្ទាល់នៅក្នុង page Sumo Buffet ដើម្បីយើងលក់ជាប្រភេទ set soup នេះមិនមែនជាអាហារ buffet ណាបងប្អូនទាំងគ្នាដែលខ្ញុំ live នេះគឺជាប្រភេទ set soup បន្ទាប់មកធ្វើការ live រយៈពេល1ម៉ោងជាងហើយក៏បានចប់បន្ទាប់ពីចប់មកក៏ខ្ញុំរៀបចំតឡើងទៅវិញតែបានថតទេព្រោះដោយសារអីរឿងហត់ដែរហើយវីដេអូសកម្មភាពពេញមួយថ្ងៃបងប្អូនណាមានតែប៉ុណ្្នេះទេបាយបាយ